ចំណងជើងរឿងព្រះសង្ឃពីរអង្គនិងនារីនៅមាត់ស្ទឹងមានព្រះសង្ឃពីរអង្គគឺភិក្ខុចាស់និងភិក្ខុយុវជនកំពុងធ្វើដំណើរយាងត្រឡប់ទៅវត្តវិញនៅពេលយាងមកដល់មាត់ស្ទឹងមួយដែលទឹកកំពុងហក់ឡើងខ្លាំងពួកលោកបានឃើញនារីម្នាក់ឈរយំព្រោះនាងមិនអាចឆ្លងស្ទឹងនោះទៅផ្ទះវិញបានតាមវិន័យសង្ឃភិក្ខុមិនត្រូវបានអនុញ្ញាតឲ្យប៉ះពាល់កាយនារីឡើយប៉ុន្តែភិក្ខុចាស់មិនមានរារែកឡើយលោកបានយាងទៅជិតរួចឲ្យនារីនោះជិះលើខ្នងហើយលីនាងឆ្លងស្ទឹងយ៉ាងសុវត្ថិភាពបន្ទាប់ពីដាក់នាងចុះលោកក៏បន្តដំណើរទៅមុខទៀតជាមួយភិក្ខុយុវជនដោយស្ងៀមស្ងាត់ធ្វើដំណើរអស់រយៈពេលជាច្រើនម៉ោងភិក្ខុយុវជនដែលនៅមិនអស់ចិត្តក៏ដាច់ចិត្តសួរថាព្រះរង្សីហេតុអ្វីបានជាលោកបងធ្វើបែបនេះតើលោកបងមិនដឹងទេថាវិន័យយើងមិនឲ្យប៉ះពាល់ស្រីម្នាក់បែបនោះភិក្ខុចាស់ញឹមរួចឆ្លើយយ៉ាងស្ងប់ស្ងាត់ថាអាត្មាបានដាក់នាងចុះនៅមាត់ស្ទឹងនោះតាំងពីប៉ុន្មានម៉ោងមុនបាត់ទៅហើយប៉ុន្តែហេតុអ្វីបានជាលោកប្អូននៅតែលីនាងក្នុងចិត្តមកដល់ទីនេះទៀតមេរៀននៃរឿងក្នុងជីវិតយើងតែងតែជួបប្រទះរឿងរ៉ាវអាក្រក់ឬកំហុសឆ្គងរបស់អ្នកដទៃប្រសិនបើយើងមិនចេះដាក់ចុះហើយនៅតែរំលឹកនិងខឹងសម្បានឹងរឿងទាំងនោះវានឹងក្លាយជាបន្ទុកដ៏ធ្ងន់ដែលធ្វើឲ្យយើងហត់នឿយជារៀងរហូតចូលរៀនអត់អន់និងដោះលែងរឿងអតីតកាលដើម្បីឲ្យចិត្តរបស់អ្នកមានសេរីភាពចំណុចសម្រាប់វិភាគការលីនារីឆ្លងស្ទឹងតំណាងឲ្យការជួយសង្គ្រោះដោយចិត្តបរិសុទ្ធនិងការមើលឃើញពីតម្លៃមនុស្សជាតិជាធំភិក្ខុយុវជនជានិមិត្តរូបនៃការជាប់ជំពាក់នឹងច្បាប់ទម្លាប់រហូតភ្លេចពីសេចក្តីមេត្តានិងការមិនចេះដោះលែងមាត់ស្ទឹងតំណាងឲ្យទីកន្លែងដែលបញ្ហាកើតឡើងនិងជាកន្លែងដែលយើងគួរតែបញ្ចប់វាត្រឹមនោះការដាក់ចុះតើការរក្សាទុកកំហឹងក្នុងចិត្តផ្ដល់ផលអាក្រក់អ្វីខ្លះដល់សុខភាពផ្លូវចិត្តរបស់អ្នក